សូមជម្រាបសួរអ្នកខ្ញុំលីនដាវីនៅពេលនេះអ្នកខ្ញុំសូមលើកយកនៅវិធានបទអំពីលុយបំណុលដែលសហរដ្ឋអាមេរិកជំពាក់ទៅប្រទេសជាច្រើននៅក្នុងពិភពលោកតើប្រទេសណាខ្លះដែលសហរដ្ឋអាមេរិកបានជំពាក់បំណុលច្រើនជាងគេដែលធ្វើឲ្យសហរដ្ឋអាមេរិកសប្តាហ៍ថ្ងៃនេះជាប់បំណុលរហូតដល់ទៅ 31.4 trillion ដុល្លារ 31.4 trillion ដុល្លារដែលសហរដ្ឋអាមេរិកកំពុងតែជំពាក់បំណុលប្រទេសដែលសហរដ្ឋអាមេរិកជំពាក់បំណុលច្រើនជាងគេនោះទី1ជប៉ុន 1.1 trillion ដុល្លារទី2ចិន859 billion ដុល្លារទី3 United Kingdom 668.3 billion ដុល្លារទី4ជំពាក់ទៅលើ Belgium ចំនួន 331.1 billion ដុល្លារទី5សហរដ្ឋអាមេរិកជំពាក់ Luxembourg ចំនួន 318.2 billion ដុល្លារទី6 Switzerland សហរដ្ឋអាមេរិកជំពាក់ 290.5 billion ដុល្លារទី6ទី7សហរដ្ឋអាមេរិកជំពាក់ Cayman Island ចំនួន 255.3 billion ដុល្លារទី8សហរដ្ឋអាមេរិកជំពាក់កាណាដាចំនួន 253.6 billion ដុល្លារទី9 Ireland សហរដ្ឋអាមេរិកជំពាក់ 253.4 billion ដុល្លារទី10 Taiwan សហរដ្ឋអាមេរិកជំពាក់ 253.4 billion ដុល្លារទី11ហុងកុងសហរដ្ឋអាមេរិកជំពាក់ 255 billion ដុល្លារទី12សិង្ហបុរីសហរដ្ឋអាមេរិកជំពាក់249 billion ដុល្លារទី13ឥណ្ឌាសហរដ្ឋអាមេរិកជំពាក់219 billion ដុល្លារទី14ប្រេស៊ីលសហរដ្ឋអាមេរិកជំពាក់202 billion ដុល្លារទី15 Norway សហរដ្ឋអាមេរិកជំពាក់158 billion ដុល្លារទី16 Saudi Arabia សហរដ្ឋអាមេរិកជំពាក់138 billion ដុល្លារទី12សៅកូរ៉េសហរដ្ឋអាមេរិកជំពាក់125 billion ដុល្លារនៅប្រទេសជាច្រើនទៀតដែលសហរដ្ឋអាមេរិកជំពាក់ដែលបូកសរុបទាំងអស់ទៅចំនួនបំណុល 31.1 trillion ដុល្លារឥឡូវនេះខ្ញុំសូមលើកឈ្មោះប្រទេសណាខ្លះដែលសម្បូរដោយអ្នកមហាសេដ្ឋីដែលមានលុយរាប់ពាន់លានដុល្លាររាប់ពាន់លានដុល្លារ billion dollars to trillion dollars លេខ1សហរដ្ឋអាមេរិកមានអ្នកមានលុយរាប់ពាន់លានដុល្លារហៅថា billionaire ចំនួន813អ្នកដែលមានលុយពាន់លានដុល្លារ billionaire ដែលសម្របទាំងអស់ទៅបូកបញ្ចូលគ្នាមានដល់ទៅ 5.5 trillion ដុល្លារចំពោះទ្រព្យសម្បត្តិលុយ billionaire ក្នុងចំណោម813អ្នកនេះទី2គឺចិនដែលមានអ្នក billionaire អ្នកមានមហាសេដ្ឋីលុយរាប់ពាន់លានដុល្លារចំនួន406អ្នកទី3គឺឥណ្ឌាប្រទេសឥណ្ឌាមានអ្នកមានលុយរាប់ពាន់លានដុល្លារ billionaire ចំនួន200អ្នកដែលបូកសរុបទាំងអស់ទៅទ្រព្យសម្បត្តិនៃលោកៈពួកគេទាំង200អ្នកនោះនឹងមានចំនួន954 billion ដុល្លារទី4និងទី5 Germany អាល្លឺម៉ង់និងសូវៀតរុស្ស៊ីរវាងទាំងពីរប្រទេសនេះគឺ120ទៅ132អ្នកដែលជា billionaire ដែលជាមហាសេដ្ឋីមានលុយរាប់ពាន់លានដុល្លារដូច្នេះយើងសួរថាសហរដ្ឋអាមេរិកជាប្រទេសមហាអំណាចរីឯមហាសេដ្ឋីដែលមានលុយរាប់ពាន់លានដុល្លារក៏ច្រើនជាងគេដែរចុះហេតុអ្វីបានសហរដ្ឋអាមេរិកជំពាក់បំណុលច្រើនដំឡើងមិនពិបាកយល់ទេដើម្បីធ្វើជាប្រទេសមហាអំណាចនៅក្នុងពិភពលោកគឺត្រូវតែចំណាយច្រើនពីដើមមកសហរដ្ឋអាមេរិកចំណាយលុយច្រើនណាស់រាប់រយពាន់លានដុល្លារជួយដល់ប្រទេសនៅក្នុងសកលលោកនេះប្រទេសជាច្រើនដែលទទួលការជំនួយពីសហរដ្ឋអាមេរិកមិនថាប្រទេសណាទេគឺចំណាយច្រើនមែនទែនហើយក៏ទៅវិនិយោគច្រើនគួរសមដែរនៅប្រទេសខាងក្រៅពិសេសនោះគឺជួយជាក្នុងសង្គ្រាមក្តីឬជួយក្នុងផ្នែកពេទ្យឬផ្នែកជំនួយថ្នាំឬអ្វីៗផ្សេងទៀតជាដើមដោយហេតុនេះដែលធ្វើឲ្យសហរដ្ឋអាមេរិកជាប្រទេសមហាអំណាចប៉ុន្តែឥឡូវយើងឈានចូលដល់បច្ចុប្បន្ននេះដែលសហរដ្ឋអាមេរិកបានដកហូតនៅជំនួយពីប្រទេសផ្សេងអស់ហើយมันមានផ្ដល់ជំនួយទៅប្រទេសផ្សេងទៀតទេប្រទេសក្រៅទៀតទេនៅក្នុងចំនួនលោកDonald Trumpកាន់អំណាចនេះ
មិនត្រឹមតែកាត់បន្ថយឬក៏កាត់ផ្ដាច់នៅជំនួយរាប់រយពាន់លានដុល្លារដែលសហរដ្ឋអាមេរិកផ្ដល់ទៅដល់ប្រទេសក្រៅនោះទេសូម្បីតែជំនួយនៅក្នុងប្រទេសជំនួយកិច្ចការក្នុងសង្គមឬការងារក្នុងរាជការរដ្ឋាភិបាលក្តីក៏បានទទួលការកាត់បន្ថយជាខ្លាំងផងដែរដូច្នេះសួរថាដោយព្រោះហេតុនេះតើសហរដ្ឋអាមេរិកនៅអាចឈរជើងធ្វើជាប្រទេសមហាអំណាចតទៅមុខទៀតបានឬទេពិបាកដែរអំណាចសហរដ្ឋអាមេរិកនៅតែមានអំណាចគ្រាន់បើតែអ្វីដែលអាចធ្វើឲ្យសហរដ្ឋអាមេរិកអាចនឹងអស់អំណាចអាចនឹងអស់គេហៅថាឋានៈជាប្រទេសមហាអំណាចនោះបើប្រទេសជាច្រើនបានបែកក្បាលចេញពីសហរដ្ឋអាមេរិកមិនធ្វើការរកស៊ីជួញដូរជាមួយទៀតហើយដែលសហរដ្ឋអាមេរិកបានដកនៅការជំនួយទៅលើប្រទេសក្រៅផងដែរនោះសហរដ្ឋអាមេរិកអាចនឹងបាត់បង់ឋានៈជាប្រទេសមហាអំណាចប្រទេសដែលអាចឡើងកាន់ជំនួសឬអាចឡើងកាន់បន្តយកឈ្នះសហរដ្ឋអាមេរិកជាប្រទេសមហាអំណាចដែលគួរឲ្យខ្លាចបំផុតគឺប្រទេសចិនអាចជាចិនឬសូវៀតតែប្រហែលជាអាចជាចិនដោយព្រោះតែ technology ចិនក៏ខ្លាំងប្រជាជនចិនក៏ច្រើនហើយទ្រព្យសម្បត្តិរបស់ចិនក៏ច្រើនផងដែរយើងមិនចង់ឲ្យមានរឿងចឹងកើតឡើងទេព្រោះចិនយើងដឹងស្រាប់ហើយជាប្រទេសកុម្មុយនីសប៉ុន្តែជារឿងមួយដែលអាចនឹងមិនជៀសវាងបានទោះជាប្រទេសសហរដ្ឋអាមេរិកនេះជាមហាអំណាចក៏ដោយប្រទេសសពថ្ងៃដែលគេខ្លាចតែសហរដ្ឋអាមេរិកគេនៅខ្លាចប៉ុន្តែឲ្យគេគោរពគឺគេអត់គោរពទេតែពីដើមមិញគេគោរពសហរដ្ឋអាមេរិកណាខ្លាចក៏ខ្លាចគោរពក៏គោរពអរគុណក៏អរគុណនៅជំនួយជាច្រើនដែលសហរដ្ឋអាមេរិកបានផ្ដល់ដល់ប្រទេសជាច្រើនតែបច្ចុប្បន្ននេះគឺខុសគ្នាសប្តាហ៍ថ្ងៃសហរដ្ឋអាមេរិកបានប្រើអំណាចយ៉ាងខុសខើយ៉ាងគៀបសង្កត់និងចរិតឫកពានៃអ្នកកាន់អំណាចក្នុងជួររាជការជារដ្ឋធានាធិបតីជាពិសេសគឺធ្វើឲ្យគេមិនគោរពដល់អាកប្បកិរិយាក្នុងការមើលងាយហើយគៀបសង្កត់ជាខ្លាំងដូចជារឿងសេដ្ឋកិច្ចសង្គ្រាមនយោបាយឡើងពន្ធសង្គ្រាមសេដ្ឋកិច្ចឡើងពន្ធដារជាខ្លាំងនៅក្នុងទំនិញដែលត្រូវចូលមកសហរដ្ឋអាមេរិកក្តីដោយព្រោះហេតុនេះធ្វើឲ្យប្រទេសជាច្រើនបានទៅចាប់ដៃគ្នាដើម្បីអាចនិយាយថាគោលបំណងចង់យកឈ្នះសហរដ្ឋអាមេរិកក្នុងការចង់បណ្ដួលថាចង់ផ្ដួលសហរដ្ឋអាមេរិកចុះពីប្រទេសមហាអំណាចឬយ៉ាងណាមិនហ៊ានថាដែរប៉ុន្តែត្រូវយល់ថាទោះជាខ្លាំងប៉ុណ្ណាក៏ដោយបើយើងតែម្នាក់ឯងគឺមិនអាចឈ្នះគេទេដោយសុភាសិតនិយាយថាជាច្រកឹះមួយបាច់កាច់មិនបានយើងខ្លាំងប៉ុណ្ណាក៏ដោយបើយើងតែម្នាក់ឯងហើយគេទៅផ្ដុំគ្នាជាច្រើនគឺអាចជាគ្រោះថ្នាក់ដល់សហរដ្ឋអាមេរិកសប្តាហ៍ថ្ងៃកាណាដាគឺចង់បែរទៅចូលរួមជាមួយនឹងខាងប្រទេសអឺរ៉ុបប្រទេសអឺរ៉ុបរីឯចិននិងប្រទេស10ប្រទេសទៀតរួមជាមួយនឹងសូវៀតដែរគឺបានបង្កើតជា BRIC Nation ដោយហេតុនេះហើយដែលធ្វើឲ្យអាមេរិកខ្លាចតែនឹងคลายធ្លាក់ជាឋានៈប្រទេសមហាអំណាចដូច្នេះក៏ជាផលវិបត្តិមួយនឹងអាចប៉ះពាល់ដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិកយើងមិនដឹងថាទៅថ្ងៃមុខទៀតយ៉ាងណានោះទេប៉ុន្តែឃើញស្រាប់ហើយថាមុខចំនួនសំខាន់ជាច្រើនដែលធ្លាប់តែគេយកលក់ចូលមកសហរដ្ឋអាមេរិកបានដកចេញទៅវិញដោយហេតុនេះធ្វើឲ្យសហរដ្ឋអាមេរិកនឹងខាតបង់នៅចំណូលជាច្រើននៅក្នុងទំនិញដែលសហរដ្ឋអាមេរិកតែងតែបញ្ចេញទៅលក់នៅប្រទេសក្រៅរីឯទំនិញនិងផលិតផលដ៏សំខាន់ជាច្រើនដែលសហរដ្ឋអាមេរិកត្រូវការទិញពីប្រទេសក្រៅក៏គេមិនចង់លក់ឲ្យទៀតសប្តាហ៍ថ្ងៃកាណាដាគឺបានផ្ដល់ជំនួយឬអាចថាលក់ភ្លើងអគ្គិសនីឲ្យមកសហរដ្ឋអាមេរិកជាច្រើនរដ្ឋហើយរដ្ឋដែលចាំបាច់ជាងគេគឺញូវយ៉កមីនីសូតាហើយមួយទៀតខ្ញុំភ្លេចទៅដូចជាមីនីសូតាញូវយ៉ក Michigan រដ្ឋទាំង3នេះគឺសប្តាហ៍ថ្ងៃនេះកំពុងតែប្រើភ្លើងអគ្គិសនីពីប្រទេសកាណាដា
នៅពេលណាប្រទេសកាណាដាផ្ដាច់ភ្លើងនេះ3រដ្ឋនេះនឹងត្រូវមានបញ្ហានឹងមានបញ្ហាទីធ្ងន់សំខាន់បំផុតគឺប៉ះពាល់ទៅលើមន្ទីរពេទ្យដែលត្រូវការភ្លើងអគ្គិសនីដើម្បីសង្គ្រោះជីវិតនៃអ្នកជំងឺអ្វីបើតែអាមេរិកជាប្រទេសមហាអំណាចមែនពិតក៏នៅតែត្រូវការផលិតផលខ្លះនិងទំនិញខ្លះពីប្រទេសក្រៅចូលមកក្នុងដើម្បីជួយដល់ប្រជាជនប៉ុន្តែលោក Donald Trump គាត់ខ្វះការយល់ដឹងខាងផ្នែកនយោបាយនិងមិនបានស្រាវជ្រាវបានពិតប្រាកដថាអ្វីខ្លះហេតុផលអ្វីបានអាមេរិកត្រូវការទិញភ្លើងពីកាណាដាគាត់គិតថាកាណាដាមានបានដោយសារសហរដ្ឋអាមេរិកហើយគាត់គិតថាសហរដ្ឋអាមេរិកគឺប្រទេសមហាអំណាចហើយសម្បូរសពបែបយ៉ាងរឿងអីត្រូវការចាំបាច់ទិញពីកាណាដាតែគាត់មិនបានដឹងថាសហរដ្ឋអាមេរិកគឺខ្វះភ្លើងពីកលីជាពិសេសខ្វះភ្លើងដែលធ្វើឲ្យកលីអាសាដាច់ភ្លើងកលីត្រូវការភ្លើងពីរដ្ឋនានាដូចជាពីតិចសាសជាដើមហើយមានប្រទេសប្រមាណទៀតប្រហែលជា 4-5 រដ្ឋដែលត្រូវការភ្លើងទិញពីប្រទេសក្រៅជាពិសេសទិញពីកាណាដាបន្ថែមចាទោះជាយើងខ្លាំងយ៉ាងណាក៏ដោយក៏មិនអាចរស់តែម្នាក់ឯងតែតនៅក្នុងពិភពលោកនោះដែរគឺយើងត្រូវការតំណែងជាមួយប្រទេសក្រៅมันអាចខ្លាំងបានទេបើយើងមានតែម្នាក់ឯងព្រោះនេះអាចផ្ដល់ជាគ្រោះអន្តរាយនៅពេលណាប្រទេសជាច្រើននៅក្នុងសកលលោកនេះបែរក្បាលចេញពីសហរដ្ឋអាមេរិកទៅរកស៊ីជាមួយប្រទេសដទៃមិនផ្ដល់ជំនួយមិនផ្ដល់ការលក់ដូរជួញដូរជាមួយសហរដ្ឋអាមេរិកទៀតដូច្នេះត្រូវសួរថាតើសហរដ្ឋអាមេរិកអាចឈរជើងបានប៉ុណ្ណាអាចនឹងរួមគ្រោះអន្តរាយយ៉ាងម៉េចខ្លះអាចនឹងនាំបញ្ហាយ៉ាងម៉េចខ្លះទៅលើប្រជាជាតិក៏ដូចជាទៅលើប្រជាជនជាពិសេសប៉ះពាល់បំផុតគឺទៅលើជនក្រីក្រទៅលើអ្នកក្រីក្រទៅលើអ្នកគេហៅថាធនកណ្ដាល middle class to low level income ចំពោះគេដែលមហាសេដ្ឋីអ្នកមានលុយរាប់ពាន់លានដុល្លារនោះវាមិនជាស្អីទេគេមិនអីទេហើយសប្តាហ៍ថ្ងៃបើទោះជាសហរដ្ឋអាមេរិកធ្លាក់ចូលដល់វិបត្តិសេដ្ឋកិច្ចម្ដងទៀតដែលធ្វើឲ្យក្រុមហ៊ុនជាច្រើនខាតបង់លុយរាប់ពាន់លានដុល្លារនោះសហរដ្ឋអាមេរិកនឹងជួយបង់រំលោះនឹងជួយផ្ដល់ជំនួយទៅដល់ក្រុមហ៊ុនធំទាំងនោះតែគេមិនជួយដល់អ្នកក្រីក្រឬអ្នករកស៊ីក្រុមហ៊ុនតូចតាចនោះទេដូច្នេះអាចនិយាយថាអ្នកមាននឹងទៅនៅតែមានអ្នកក្រក៏នៅតែក្រលំបាកគ្រាន់តែថាគេមិនអោយយើងដាច់ពោះនោះទេគេនៅតែចិញ្ចឹមយើងបើយើងត្រូវការគ្រាន់តែថាអ្វីបើយើងបាត់បង់ការងារគេនឹងផ្ដល់លុយកាក់ចិញ្ចឹមយើងតែបោះអាសន្នដោយព្រោះតែយើងបានធ្លាប់បង់តាក់បើយើងធ្លាប់ធ្វើការដែលគេបានកាត់តាក់យកពីសាច់យើងនោះពេលបាត់បង់ការងារយើងអាចដឹងដើម្បីរកចំណូលដែលឲ្យគេជួយខាង unemployment យ៉ាងច្រើនពី3ខែទៅ6ខែឬក៏យើងខ្វះខាតខ្លាំងមែនតើគេអាចជួយលុយថ្លៃម្ហូបឬថ្លៃបន្តិចបន្តួចដើម្បីដោះស្រាយការរស់នៅតែមិនជារហូតនោះទេប៉ុន្តែទាំងអស់នោះសិតតែលុយដែលបានពីអ្នកធ្វើការបង់ពន្ធដារបង់តាក់យកទៅហើយនឹងម្ចាស់ខ្លួនដែលធ្លាប់ធ្វើការដែលបានបង់តាក់យកទៅអាចយកទៅជួយប៉ះពាល់នៅចំពោះអ្នកក្រីក្រនោះបាននិយាយខ្លីចាំមើលទៅថ្ងៃមុខក្នុងអាណត្តិក្រោយនេះតើវាមានការប្រែប្រួលយ៉ាងម៉េចទៀតបើមានឱកាសនៅពេលក្រោយនាងខ្ញុំលីនដាវីនឹងវិលត្រឡប់មកជួបអស់លោកបងប្អូនទាំងជិតនិងឆ្ងាយនៅព័ត៌មានថ្មីជាបន្ថែមសូមអរគុណសូមជម្រាបលា